មកស្លមកចូលផលិតម្ដងបងអូនអើយដូចជាខានហូបមកចូលផលិតនឹងយូរហើយប្រហែលថ្ងៃនឹងដូចសាច់ជាប់គ្នាដល់ហើយអញ្ចឹងហើយគាត់នៅឃើញថាសម្លមកចូលផលិតតែម្ដងហើយណាមួយពូបន្លែហ្នឹងគាត់មានត្រីឆ្លាំងពងស្រស់ស្រស់ល្អហើយផលិតក៏ល្អដែរបងអូនអើយហើយគ្មានគិតអីយូរទេគឺសម្លមកចូលតែម្ដងទៅហើយសម្លមួយមុខនេះស្លទៅដឹងប្រកាសជាគ្មានអ្នកហូបហើយគឺហូបតែខ្ញុំទេប៉ុន្តែនៅតែស្លអញ្ចឹងបងអូនដោយសារតែប្រហែលថ្ងៃហូបសាច់ជាប់គ្នាអញ្ចឹងចង់បានសម្លដែលមួយស្រស់មាត់ជូរជូរដូចសម្លមកចូលផលិតអញ្ចឹងបងអូនប៉ុន្តែក៏មានម្ហូបមួយទៀតដែរគឺត្រីចៀនអញ្ចឹងបងអូនចៀនសម្រាប់តែគេមិនសូវចូលចិត្តសម្លមកជូរហ្នឹងបងអូនអញ្ចឹងហើយមកចូលផលិតមួយឆ្នាំនេះហាបងអូនអើយខ្ញុំហូបតែឯងទេហើយនឹងអស់ហ្មងយល់រួមថាសម្លហ្នឹងខ្ញុំចូលចិត្ត100លើ100តែម្ដងបងអូនអើយឲ្យខ្ញុំហូបរាល់ថ្ងៃហើយក៏ខ្ញុំអត់ចេះធំដែរប៉ុន្តែខ្លាចតែនៅមួយគ្រួសារទេបានលក្ខណៈថាមិនសូវហ៊ានស្លញឹកអញ្ចឹងបងអូននិយាយទៅតាក់មាត់ចាជាស្រ័យដល់ពេលអញ្ចឹងហើយត្រូវស្លសាច់ច្រើនជាងត្រីអីអញ្ចឹងបងអូនតែឥឡូវមកមើលសម្លនេះខ្ញុំវិញបងអូនអើយនេះដល់វគ្គជ្រុំប្រហុកហើយចារៀបចំគ្រឿងក្រៅហើយអស់ហើយក៏នេះខ្ញុំចាប់ផ្ដើមជ្រុំប្រហុកចាទឹកពុះល្មមអញ្ចឹងបងអូនក៏នេះខ្ញុំដាក់ជ្រុំប្រហុកហើយក៏មានកាត់ជាតិឆ្អាបហ្នឹងតែងហើយនឹងខ្ទឹមសបន្តិចផងដែរចាដើម្បីឲ្យកាត់ជាតិឆ្អាបត្រីឆ្លាំងយើងហ្នឹងបងអូនត្រីវាឆ្អាបហើយបងអូនអើយអញ្ចឹងយើងត្រូវតែមានអីដែលកាត់ជាតិឆ្អាបកុំឲ្យវាឆ្អាបត្រីនៅក្នុងស្លយើងអញ្ចឹងបងអូនអើយក៏នេះខ្ញុំដាក់ត្រីមួយសន្ទុះហើយក៏នេះខ្ញុំដុសទឹកត្រីហ្នឹងមកត្រាំអំពិលទុំរបស់នេះខ្ញុំដើម្បីឲ្យចេញជាតិអំពិលហ្នឹងបងអូនឲ្យចេញជាតិជូរអញ្ចឹងហើយបន្ទាប់ពីនេះខ្ញុំជ្រុំអំពិលទុំម្ល៉េះហើយក៏នេះខ្ញុំដាក់គ្រឿងក្រៅដូចសពរដូងនឹងឯងចាឥឡូវបន្ទាប់ពីនេះខ្ញុំដាក់គ្រឿងក្រៅហើយអស់ហើយក៏នេះខ្ញុំហ្នឹងមកជ្រុំអំពិលទុំបន្ថែមទៀតចាដោយសារតែអំពិលទុំហ្នឹងរៀងរឹងដល់ពេលអញ្ចឹងហើយដាក់ទឹកក្តៅមិនចង់ចេញជាតិទៀតណាបងអូនអើយអញ្ចឹងហើយមានយកទៅព្រាវជ្រុំបន្ថែមទៅចាដើម្បីឲ្យវាចេញជាតិជូរអញ្ចឹងចាប់បានទៅដាក់ក្នុងសម្លយើងអញ្ចឹងណាបងអូនឥឡូវបន្ទាប់ពីនេះខ្ញុំជ្រុំចេញជាតិជូរហើយក៏នេះខ្ញុំយកមកដាក់ក្នុងសម្លតែម្ដងចាបងអូនដើម្បីឲ្យវាចេញជាតិជូរហើយកាត់ជាតិឆ្អាបត្រីផងអញ្ចឹងណាបងអូនអើយក៏នេះខ្ញុំដាក់អំពិលទុំមុននឹងបន្លែទៅបន្ទាប់ពីនេះខ្ញុំដាក់អំពិលទុំហើយក៏នេះខ្ញុំដួសមើលត្រីថាត្រីហ្នឹងឆ្អិនល្មមហើយនៅអញ្ចឹងណាបងអូនអាងនេះខ្ញុំនឹងដាក់បន្លែចូលដល់ពេលមើលហើយត្រីឆ្អិនមកល្មមក៏នេះខ្ញុំដាក់បន្លែផលិតរបស់នេះខ្ញុំចូលតែម្ដងចាហើយផលិតថ្ងៃនឹងដែរបងអូនអើយទិញបានល្អមែនតើឡើងស្រស់តែម្ដងហើយឡើងពណ៌សហ្មងបងអូនអត់សូវពណ៌ស្វាយទេចាដោយសារតែឃើញសល្អក៏គ្លៀនសម្លមកចូលផលិតតែម្ដងអញ្ចឹងណាបងអូនខ្ញុំហ្នឹងហើយបន្លែនឹងដែរបងអូនអើយដាក់តែមកពុះបានហើយក៏មកងាស់ចាព្រោះដោយសារតែផលិតហ្នឹងគឺឆាប់ឆ្អិនមែនតើចាហើយក៏នេះខ្ញុំទុកមកពុះហើយក៏នេះខ្ញុំដាក់ម្អមចូលចាហើយម្អមបានម្អមស្រែទៀតឡើងឈ្ងុយពេញផ្ទះតែម្ដងណាបងអូនអើយឡើងគួរឲ្យចង់ញ៉ាំតែម្ដងចាស្លបតើហ្នឹងគឺលេបទឹកមាត់បតើតែម្ដងហៀវបាយបងអូនគ្រាន់ឃើញសម្លឆ្អិនភ្លាមហៀវបាយតែម្ដងចាចាំមិនថាខ្ញុំឆ្ងល់មែនតែបងអូនអ្នកដែលអត់សូវប៉ិនចេះសម្លមកជូរអីអញ្ចឹងឆ្ងល់គាត់ណាមែនតែតែមិនអត់ចេះហូបណាសម្លមកជូរនឹងស្រស់មាត់ហើយហូបទៅឡើងឆ្ងាញ់តែម្ដងអត់មានលក្ខណៈថាអត់តលាន់សាច់តលាន់អីនិយាយរួមស្រស់មាត់ហើយហូបបាយចោះច្រើនទៀតបានទឹកត្រីម្ទេសទៀតអូយបងអូនអើយនឹងទៅឆ្ងាញ់តែម្ដងចាហើយសម្លរបស់នេះខ្ញុំក៏បានចាត់រៀបរាប់ផងដែរបងអូនអើយហើយវីដេអូនេះខ្ញុំក៏មានប៉ុណ្ណឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតចាបងអូនទាំងអស់គ្នាអរគុណសម្រាប់ការខមមិនចា